ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតាថ្ងៃនេះគឺថាវិលមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយណាបងប្អូនសម្រាប់ថ្ងៃនេះផងដែរគឺថានាងខ្ញុំមានមុខម្ហូបមួយមុខសម្រាប់ចែកជូនបងប្អូនទស្សនាគឺថាឆាក្តៅសាច់មាន់ណាបងប្អូនហើយគឺថាងាយៗទេបងប្អូនយើងមានតែគ្រឿងផ្សំប្រហែលមុខនេះហើយគឺថាយើងធ្វើជាមួយនឹងឆាក្តៅសាច់មាន់របស់យើងបានយ៉ាងឆ្ងាញ់ពិសាតែម្ដងបងប្អូនដោយជាដំបូងគឺថាយើងធ្វើការហាន់ជាមួយនឹងគ្រឿងរបស់យើងសម្រាប់យកទៅបុកបងប្អូនទាំងអស់គ្នាគឺថាបើសិនជាបងប្អូនគាត់អត់ចង់គាត់ថាលក្ខណៈថាអូគាត់ខ្ជិលក្នុងការហាន់ឬមួយក៏អីចឹងគាត់អាចទិញមកពីផ្សារក៏អត់អីដែរបងប្អូនជាពិសេសគឺថាយើងយកអាគ្រឿងដែលគេកិនថ្មីបងប្អូនគឺថាឈ្ងុយដូចគ្នាប៉ុន្តែសម្រាប់អ្នកខ្ញុំគឺថានៅពេលដែលយើងបុកខ្លួនឯងចេះគឺថាវារសជាតិមួយយ៉ាងម្នាក់ពីគ្នាដែរណាបងប្អូនទាំងអស់គ្នាចឹងគឺថាយើងហាន់រួចហើយគឺថាអ្នកខ្ញុំដួសវាដាក់លើចានមកបងប្អូនទាំងអស់គ្នាហើយយើងមកធ្វើការបុកជាមួយនឹងនាងខ្ញុំបងប្អូនគឺថាយើងធ្វើយ៉ាងណាបុកវាឲ្យម៉ត់ល្អទៅបងប្អូនទាំងអស់គ្នាគឺថាងាយទេសម្រាប់មុខនេះប៉ុន្តែបើនិយាយពីរសជាតិវិញគឺថាញាក់សាច់តែម្ដងបងប្អូនខាងការបុកនោះគឺថាយើងដាក់ជាមួយនឹងខ្ទឹមហើយនឹងម្ទេសចូលផងទៅបងប្អូនទាំងអស់គ្នាដើម្បីបង្កើននៃរសជាតិរបស់យើងបងប្អូនទាំងអស់គ្នាមើលទៅថាគ្រឿងរបស់យើងម៉ត់ល្អហើយគឺថានេះខ្ញុំធ្វើការដួសវាដាក់នៅលើចានមកបងប្អូនទាំងអស់គ្នាគឺថាមើលទៅពណ៌គ្រឿងរបស់យើងគឺថាតំណងមែនតើបងប្អូនទាំងអស់គ្នាបើនិយាយពីថាយើងបុកមិនចេះទៀតគឺថាឈ្ងុយកាន់តែឈ្ងុយតែម្ដងបន្ទាប់មកគឺថានាងខ្ញុំធ្វើការកាត់ជាមួយនឹងសាច់មាន់របស់យើងបងប្អូនគឺថាយើងកាត់ជើងកាត់អីវាឲ្យបានស្អាតល្អទៅបងប្អូននឹងខ្ញុំថាទៅទិញជាមួយនឹងគ្រឿងក្នុងដាក់ថែមប៉ុន្តែទៅដល់អ្នកលក់គេអស់បងប្អូនអញ្ចឹងគឺថាមានតែជើងហ្នឹងហើយគឺថាវាឆ្ងាញ់ដូចគ្នាជាពិសេសគឺថានៅពេលដែលយើងញ៉ាំជាមួយនឹងឆាក្តៅដូចនាងខ្ញុំធ្វើនេះគឺថាបើសិនជាបងប្អូនគាត់ល្ងាចឡើងគាត់ជួបជុំគ្នាអីគឺថាជក់ទៅបានយូរបងប្អូនយើងកាត់វាដាក់ចានហើយគឺថានាងខ្ញុំចាប់ផ្ដើមមកកាត់ជាមួយនឹងសាច់មាន់របស់យើងសម្រាប់សាច់មាន់គឺថានាងខ្ញុំប្រើមួយចាហៀងចឹងគឺថាយើងធ្វើការចិញ្ច្រាំវាឲ្យបានជាដុំតូចទៅបងប្អូនដើម្បីឲ្យវាឆាទៅវាឆាប់ចូលជាតិល្អបងប្អូនទាំងអស់គ្នាយើងរួចរាល់ហើយគឺថានាងខ្ញុំដាក់មកមិញហ្នឹងដាក់អត់អស់បងប្អូនចឹងគឺថាដូរចានសម្រាប់ហែភៅបងប្អូនបើបានហែភៅសាយដូចនាងខ្ញុំចេះទៀតគឺថាឈ្ងុយមែនតើតែម្ដងតែភាគច្រើនខ្ញុំអត់ដឹងថាហែភៅស្លឹកធំមកបងប្អូនអត់ដឹងថានឹងហែភៅមកពីណាទេប៉ុន្តែបើហែភៅសាយរបស់យើងគឺថាស្លឹកវាតូចនេះសម្រាប់គ្រឿងផ្សំរបស់យើងគឺថាមានតែប្រមាណមុខនេះគឺថាញាក់សាច់តែម្ដងបងប្អូនដល់ជាដំបូងគឺថាយើងចាប់ផ្ដើមដាក់ជាមួយនឹងខ្លាញ់របស់យើងហើយយើងធ្វើការបំពងជាមួយនឹងគ្រឿងរបស់យើងនឹងឲ្យបានឡើងជើងខំល្អទៅបងប្អូនឲ្យវាមានក្លិនឈ្ងុយក្រៀមឈ្ងុយមែនតើទៅចាំយើងចាក់ជាមួយនឹងសាច់របស់យើងចូលបងប្អូនយើងធ្វើការលីងរហូតមើលតែគ្រឿងរបស់យើងហាងក្រហមហើយនឹងខ្ញុំរួចជាមួយនឹងប្រហុកបន្តិចបងប្អូនដើម្បីបង្កើននៃរសជាតិរបស់វាគឺថាបើបងប្អូនគាត់អត់ចំណូលទេគាត់បាច់ដាក់ក៏បានដែរអត់ជាបញ្ហាទេហើយបន្ទាប់មកយើងដាក់ជាមួយនឹងសាច់មាន់របស់យើងចូលមកបងប្អូនគឺថានាងខ្ញុំធ្វើការឆាត្រឡប់តិចទៅដើម្បីឲ្យសាច់មាន់របស់យើងហើយនឹងគ្រឿងគឺថាវាចាប់ចូលជាតិគ្នាល្អបងប្អូនទាំងអស់គ្នាមើលតពទៅបងប្អូនហើយគឺថាឆ្ងាញ់ណាស់មុខនេះសម្រាប់ដែលថាបងប្អូនគាត់អត់ដឹងថាធ្វើអីញ៉ាំអីចឹងណាហើយអ្នកខ្ញុំក៏បានលួចជាមួយនឹងអំពិលទុំបន្តិចបើបងប្អូនគាត់អត់ចូលចិត្តដាក់ក៏អត់ជាបញ្ហាដែរប៉ុន្តែនៅពេលដែលយើងដាក់បែបនេះគឺថារសជាតិវាមកបែបដែរណាបងប្អូនហើយយើងដាក់ជាមួយនឹងទឹកត្រីជាមួយនឹងប៊ីចេងបន្ថែមជាមួយនឹងប៊ីចេងទៅហើយនាងខ្ញុំក៏បានបន្ថែមជាមួយនឹងស្ករសដែរបងប្អូនគឺថាយើងដាក់មកបរិមាណដែលសមរម្យមកល្មមដែលថាតាមចំណង់ចំណូលចិត្តរបស់បងប្អូនហើយនាងខ្ញុំក៏បានបន្ថែមជាមួយនឹងប្រេងខ្យងរបស់យើងហ្នឹងគឺចំនួន2 ស្លាបព្រាបាយបងប្អូនគឺថាយើងដាក់បែបនេះទៅដើម្បីឲ្យវាឆ្ងាញ់ណាបងប្អូនឲ្យវាចូលជាតិវាចាប់ជាតិវាល្អបងប្អូនអរគ្នាហើយយើងធ្វើការច្បល់វាឲ្យបានសព្វល្អទៅបងប្អូនអាចភ្លក់មើលទៅឬមួយក៏ស្ទើអីបងប្អូនអាចលៃលក់គ្រឿងតាមនឹងបានព្រោះដោយសារនាងខ្ញុំដាក់តែប៉ុណ្នេះគឺថារួចហើយហើយក៏បានបន្ថែមជាមួយនឹងស្ដេចដីបន្តិចបន្ទាប់មកយើងដាក់ជាមួយនឹងម្រះព្រៅរបស់យើងចូលមកយើងធ្វើការច្បល់វាឲ្យសព្វល្អបងប្អូនសម្រាប់មុខនេះគឺថាបាយឡើងឆ្នាំងហើយបងប្អូនអើយគឺថាឆ្ងាញ់ខ្លាំងមែនតើតែម្ដង
สำหรับชากระด้างสังมอนบอยคือทาหุ่ยหอไรบางปนคือทาชิ้นนั้นนะหมกนี่ยังเชื่อทาบางปนจีเชิญแต่กอดโจจัดจีมวยหนังหมกมาหมหมกนี่บรรยายไปดูเจ็ดไว้เนี่ยคือทาแรดดับเลือดดับแต่ดังบางปนโดยฉะนั้นวิดีโอบางนิ่งเขียมก็ถือเชนนาทีบรรจับได้บางปนหนังอักเนี้ยสมพังบางปนช่วยใจ subscribe เอานิ่งเขียมมันเนี่ยมวยพังนะบางปนหนังอักเนี้ยเอาคนจะมีเรื่องจุดนี้ในวิดีโอกราวเตียนบายบาย